គឺការចាត់ទុកការបញ្ចូលសារជាតិពុលទៅក្នុងទឹកសម្រាប់បរិភោគមានន័យថាបុគ្គលម្នាក់គាត់បានបញ្ចូលសារជាតិពុលទៅក្នុងទឹកដើម្បីឲ្យសាធារណជនគាត់បរិភោគសូមស្វាគមន៍មកកាន់នីតិច្បាប់ដែលមានខ្ញុំបាទតងស្រាញជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីដែលមានកញ្ញានីសានិងកញ្ញាបរមីជាវាគ្មិនថ្ងៃនេះយើងខ្ញុំនឹងលើកយកនៅប្រធានបទទាក់ទងនឹងអំពើហិង្សាមកពិភាក្សាគ្នាជាកិច្ចចាប់ផ្ដើមខ្ញុំបាទសូមអនុញ្ញាតសំណួរទៅកាន់កញ្ញានីសាកញ្ញាតើអ្វីទៅជាអំពើហិង្សាចាតកតងជាមួយនឹងអំពើហិង្សាគឺជាអំពើដែលបៀតបៀនក៏ដូចជាការរំលោភបំពានទៅលើសិទ្ធិរបស់អ្នកដទៃក៏ដូចជាសេចក្តីថ្លៃថ្នូររបស់អ្នកដទៃចុះកញ្ញាតើអំពើហិង្សាមានអ្វីខ្លះចានៅក្នុងក្រមព្រហ្មទណ្ឌគឺមានចែងរួចមកហើយតកតងជាមួយនឹងអំពើហិង្សាអញ្ចឹងអំពើហិង្សាបែងចែកជា3ប្រភេទគឺហិង្សាដោយចេតនាហិង្សាដោយមានស្ថានទម្ងន់ទោសនិងហិង្សាស្រាលជាកិច្ចបន្ទាប់ខ្ញុំសូមបង្វែរសំណួរទៅកាន់កញ្ញាបរមីវិញម្ដងតើអ្វីទៅជាអំពើហិង្សាដោយចេតនាហើយប្រសិនបើមានការប្រព្រឹត្តឡើងនៅអំពើហិង្សាដោយចេតនានោះអាចនាំឲ្យមានការទទួលទោសព្រហ្មទណ្ឌដែរឬទេចាយោងតាមក្រមព្រហ្មទណ្ឌនៃប្រជាជាតិកម្ពុជាបញ្ញត្តិយ៉ាងច្បាស់ហើយថាអំពើហិង្សាដោយចេតនាគឺជាអំពើហិង្សាប្រព្រឹត្តដោយចេតនាទៅលើអ្នកដទៃត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ពី2លានរៀលទៅ6លានរៀលជាឧទាហរណ៍លោកកខឹងជាមួយនឹងលោកខបានទៅវាយលោកខដែលបណ្ដាលឲ្យលោកខរងរបួសចំណុចនេះគឺលោកកប្រកាសណាស់ថានឹងត្រូវទទួលខុសត្រូវព្រហ្មទណ្ឌដោយយោងទៅតាមមាត្រា217នៃច្បាប់ដែលមានចែងបានចុះកញ្ញាតើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមានន័យយ៉ាងដូចម្ដេចហើយតើមានការផ្ដោតទៀតទោសទាន់ដែរឬទេជាទូទៅស្ថានទម្ងន់ទោសបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌនៃប្រជាជាតិកម្ពុជាចាប់ពីមាត្រា77រហូតដល់មាត្រា82ដែលក្នុងនោះរួមមានក្រុមមានការចាត់តាំងការគិតទុកជាមុនការផ្លោះរបងចូលអាវុធនិងវត្ថុដែលត្រូវចាត់ទុកថាជាអាវុធនិងការពួនស្ទាក់ដោយឡែកចំពោះអំពើហិង្សាចេតនាមានស្ថានទម្ងន់ទោសមានចែងដាច់ដោយឡែកនៅក្នុងក្រមដដែលត្រង់មាត្រា218ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលការបើអំពើហិង្សានេះត្រូវប្រព្រឹត្តទៅលើជនរងគ្រោះដោយដែលមានចែងក្នុង3លក្ខខណ្ឌដូចជាការគិតទុកជាមុនដោយប្រើអាវុធឬការគំរាមកំហែងនឹងអាវុធនិងដោយមានមនុស្សច្រើនអ្នកក្នុងឋានៈជាចារីសហចារីអ្នកផ្ដាំគំនិតនិងអ្នកសូមគំនិតបាទឥឡូវនេះខ្ញុំសូមបន្តសំណួរទៅកាន់កញ្ញាលីសាវិញម្ដងតើអំពើណាខ្លះដែលច្បាប់ចាត់ទុកថាជាអំពើហិង្សាដោយចេតនាចាតកតងជាមួយនឹងអំពើដែលត្រូវបានចាត់ទុកថាដូចទៅនឹងអំពើហិង្សាដោយចេតនាផងដែរនោះគឺមានចែងនៅត្រង់មាត្រា225 226និង227នៃក្រមព្រហ្មទណ្ឌនៃប្រជាជាតិកម្ពុជាអញ្ចឹងនៅត្រង់មាត្រា225នេះគឺមានចែងឲ្យថាការចាត់ទុកការប្រើសារជាតិពុលដូចជាអំពើហិង្សាដោយចេតនាផងដែរមានន័យថាអំពើដែលបុគ្គលម្នាក់គាត់បានធ្វើទៅលើបុគ្គលដទៃទៀតឲ្យគេនឹងលេបឬផឹកឬក៏បញ្ចូលទៅក្នុងខ្លួនអ្នកដទៃតាមមធ្យោបាយណាក៏ដោយចេតនានៅសារជាតិពុលដែលបណ្ដាលខូចសុខភាពនៅត្រង់ចំណុចនេះគឺត្រូវចាត់ដូចទៅនឹងអំពើហិង្សាដោយចេតនាផងដែររីឯមាត្រា226វិញនោះគឺការចាត់ទុកការផ្ដល់អាហារដែលមានសារជាតិពុលមានន័យថាអ្នកលក់ឬមួយក៏បុគ្គលណាម្នាក់គាត់ធ្វើអនុប្រទានចំណីអាហារឬភេសជ្ជៈមានន័យថាអនុប្រទានមានន័យថាគឺជាការផ្ដល់ឲ្យមានន័យថាគាត់ដឹងហើយថាចំណីឬក៏ភេសជ្ជៈហ្នឹងពេលដែលបុគ្គលផ្សេងទៀតហ្នឹងគាត់ពិសាទៅធ្វើឲ្យខូចសុខភាពអញ្ចឹងនៅត្រង់ចំណុចនេះគឺនឹងត្រូវផ្ដន្ទាទោសដោយទៅនឹងហិង្សាដោយចេតនាផងដែររីឯមាត្រា227វិញនោះគឺការចាត់ទុកការបញ្ចូលសារជាតិពុលទៅក្នុងទឹកសម្រាប់បរិភោគមានន័យថាបុគ្គលម្នាក់គាត់បានបញ្ចូលសារជាតិពុលទៅក្នុងទឹកដើម្បីឲ្យសាធារណជនគាត់បរិភោគអញ្ចឹងដែលបណ្ដាលឲ្យខូចសុខភាពរបស់បុគ្គលផ្សេងទៀតក្នុងករណីនេះផងដែរគឺត្រូវចាត់ចូលជាអំពើហិង្សាដោយចេតនាអញ្ចឹងរាល់អំពើដែលនាងខ្ញុំបានលើកឡើងទាំង3ខាងលើមិញនេះគឺត្រូវផ្ដន្ទាទោសដោយទៅនឹងមាត្រា217នៃក្រមព្រហ្មទណ្ឌបាទតើកញ្ញាអាចបញ្យល់បន្ថែមបានទេតើបទហិង្សាស្រាលនិងហិង្សាដោយចេតនាខុសគ្នាយ៉ាងដូចម្ដេចចាបើយោងទៅតាមមាត្រា228គឺបទហិង្សាស្រាលគឺមានលក្ខណៈខុសគ្នាទៅនឹងហិង្សាដោយចេតនាមានន័យថាបទហិង្សាស្រាលមានន័យថាអំពើដែលប្រព្រឹត្តទៅលើអ្នកដទៃដែលពុំមានការបង្ករបួសស្នាមអ្វីនោះទេគឺត្រូវផ្ដន្ទាទោសត្រឹមតែពិន័យជាប្រាក់តែប៉ុណ្ណោះគឺចាប់ពី5000រៀលទៅ100,000រៀលរីឯ
ហិង្សាដោយចេតនាវិញនោះគឺមានការផ្ដន់ទាទោសដាក់ពន្ធនាគារនិងពិន័យជាប្រាក់មានន័យថាបើបុគ្គលណាម្នាក់ប្រព្រឹត្តបទល្មើសក៏ដូចជាប្រាអំពើហិង្សាទៅលើអ្នកដទៃដែលបង្កឲ្យមានរបួសស្នាមដូច្នេះត្រូវផ្ដន់ទាទោសដាក់ពន្ធនាគារពី1ឆ្នាំទៅ3ឆ្នាំនិងពិន័យជាប្រាក់ បានជាចុងក្រោយនីតិច្បាប់របស់យើងខ្ញុំក៏បានមកដល់ទីបញ្ចប់ខ្ញុំសូមអរគុណទៅដល់វាគ្មិនទាំងពីររូបដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការពិភាក្សាគ្នាលើប្រធានបទអំពើហិង្សាដូច្នេះសូមទស្សនិកជនរងចាំទស្សនាវីដេអូក្រោយៗទៀតដែលរៀបរៀងដោយសមាគមអ្នកពិគ្រោះច្បាប់និងលើកយកមកបង្ហាញនៅពេលក្រោយប្រសិនបើមានចំណុចខ្វះខាតត្រង់ណាមួយសូមអញ្ជើញមតិនៅខាងក្រោមសូមអរគុណ